មកដល់ហើយហ្នឹងហើយថ្ងៃនេះ admin មកលើកបង្ហាញពីការដាក់ table នៅក្នុង AutoCAD ដាក់បែបនេះហើយយើងអាចទាញមកបែបនេះ automatically តែវីដេអូនេះអាចរៀងយូរបន្តិចដោយសារការ detail ច្រើនមានទាំង text style តិចទៀតអញ្ចឹងតោះទៅតាមដាននឹងការធ្វើរបស់គ្នាដំបូងឡើយយើងចុចបែបនេះមកហើយយើងចុចបែបនេះមានន័យថាយើងបង្កើត style ថ្មីអានេះ admin ប្រាប់ពីរបៀបបង្កើត style ថ្មីមកឥឡូវ admin បង្កើត style ថ្មីមួយដាក់ថា testing table យើងចុច continue មកបន្តមកទៀតមាន data មួយចំនួនដែលបងប្អូនត្រូវតែដឹងអានេះគេហៅថា title header data មានន័យថានេះគឺជាឈ្មោះ header មានន័យថាជាតម្លៃមួយរបស់ឬក៏ជាទិន្នន័យក្បាលទិន្នន័យរបស់ data អីចឹងហើយនេះជា data ទិន្នន័យដែលយើងបញ្ចូលនៅក្នុងនោះដែរខ្ញុំ recommend ឲ្យបងប្អូនប្រើ style ណាមួយសម្រាប់ data សម្រាប់ header សម្រាប់ cell style នៅក្នុងនេះមាន header មាន title អីចឹងទៅហើយក្នុងនេះដែរដើម្បីបង្កើត text style admin ចង់ឲ្យបងប្អូនចុចបែបនេះឬក៏ចុច style សម្រាប់បង្កើតនៅក្រៅឲ្យក៏បានដែរព្រោះអីនៅក្នុងនេះ admin បានបង្កើត style ក្បាលធំនេះដោយចុចអាក្បាលធំមកហើយចុចរក style ដែលយើងចូលចិត្ត font មកហើយទៅមកហើយនេះយើងបងប្អូនមើលតាមហ្នឹងទៅ set current close បន្តមកមានន័យថាយើងចុចមើលទាំងអស់ចេះចង់ដឹងថា data យើងប្រើ style text អាក្បាលធំអត់មានន័យថាចង់ឲ្យ3 column 3ជួរនេះប្រើ text អាក្បាលធំ set size ក្បាលធំទាំងអស់អញ្ចឹងយើងចុចមើល header admin ខ្លាចបែបនេះឧទាហរណ៍ថា header វាប្រើ standard អញ្ចឹងដល់ពេលអក្សរនៅក្នុងហ្នឹងឃើញវាមានលក្ខណៈខុសគ្នាអញ្ចឹង recommend admin recommend ឲ្យប្រើ style តែមួយទាំង header ទាំង title ប្រើក្បាលធំទាំងអស់បន្ទាប់មកចូលមកដល់ general ឥឡូវនេះគឺជាកម្ពស់មានន័យថា spacing ពីតួអក្សរទៅ column របស់យើង admin ដាក់250 admin តេស្តមើលទៅគឺឃើញថាវា space វាស្រួលមើលវាអីចឹងមក text high នេះ admin គូ500ជាការតេស្តទេជាក់ស្ដែងបងប្អូនអាចតេស្តបាននៅលើការងារបងប្អូនតាមជាក់ស្ដែងហើយបន្ទាប់មកអ្វីដែលបងប្អូនត្រូវមើលត្រូវដឹងនោះគឺមានតែប៉ុណ្្នឹងទេហើយយើងចុច OK មក close ចឹងមកដល់ក្នុងនេះម្ដងនៅក្នុងនេះម្ដងវាមាននេះបងប្អូនអាចមើលនេះបានអានេះមានន័យថា specific ជាក់ស្ដែងមានជាក់ស្ដែងមានន័យថាខ្ញុំយកអាជួរប្រឈរនេះ3បែបនេះមានន័យថាមួយមានន័យថាតម្លាក់ចុះក្រមួយរហូតណាហើយបន្ទាប់មកនេះ first row style បងប្អូនចង់យកអានេះបែបណាក៏បានដែរចង់យកអានេះជា data មានន័យថានេះបំពេញ column វា3តែ admin ដាក់វាជា title ទៅហើយបន្ទាប់មកអា column ទី2 second row ធម្មតាវាដាក់ជា header បើសិនជាយើងអត់មាន header ទេយើងអាចដាក់វាជា data ក៏អូខេដែរតែនេះយើងដាក់តាមហ្នឹងមកយើងដាក់តាម header តាមមកខាងក្រោមគេយើងដាក់ data ឬក៏អីអញ្ចឹងតាមយើងមកបាននេះសម្រាប់ second row នេះសំខាន់ header អីចឹងហើយបន្ទាប់នេះបើសិនជាអានេះ3មានន័យថាជួរប្រឈរនេះ3បើសិនជាយើងមានតន្ន័យដែលត្រូវដាក់ title 4 5យើងដាក់តាមហ្នឹងមកយើងដាក់តម្លៃជាក់ស្ដែងមកជាមួយវាចេញអូខេវាចេញជាក់ស្ដែងអញ្ចឹងបងប្អូនអាចអូសទៅមុខមកក្រោមបាន automatically ហើយឧទាហរណ៍ថាឥឡូវ admin ចង់ដាក់មើល admin ធ្វើជា description អីមួយរបស់ legend អីមួយអញ្ចឹងមក admin គូប៉ុណ្ណេះមក admin ដាក់ថា lighting legend អញ្ចឹងមកនេះដាក់លេខរៀងអីចឹងមក symbol ដាក់ symbol អានេះដាក់ជា description អីចឹងមកតាមតែបងប្អូនចង់ដាក់នេះយើងដាក់លេខ1លេខ2បំពេញលេខបំពេញអី copy រូបមកដាក់នៅក្នុងអីខ្លួនឯងមកទៅអីចឹងមកណាone way speak អីចឹងមកបងប្អូនអាចដាក់ចឹងបានហើយអានេះយើងអាចចាស់នៅលើនេះបានដូច Excel ហើយយើងអាចទាញវានៅកន្លែងនេះឃើញទេយើងអាចទាញវាឡើងនេះយើងអាចទាញវានៅកន្លែងហ្នឹងបានណាអញ្ចឹងអានេះស្រ័យលើបងប្អូនការប្រើប្រាស់បងប្អូនហើយសម្រាប់ការ customize បងប្អូនអាចមើលខាងដើមនោះបន្តិចរបៀបដាក់ទំហំអក្សរដាក់ font អក្សរអីចឹងបើមានចម្ងល់អីធ្លាក់ comment នៅខាងក្រោមវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណច្រើនបើចូលចិត្តកុំភ្លេច like និង share Facebook page ក៏ដូចជា subscribe channel YouTube
នៅលើ link នៅក្នុង description ផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ